ចាកសិកម្មឆ្នាំ2026នេះមានបញ្ហាដោយសារកណ្ដុរបាទការសត្វកណ្ដុរចាអញ្ចឹងហើយអាចនឹងថ្នាំសម្លាប់សត្វកណ្ដុរលក់ដាច់ទៀតអីព្រោះតែការសម្លាប់ចាបើស្មាត់តូអ្នកបងប្អូនកសិករចាប់ពីដើមគាត់ច្រើននិយាយថាសត្វចង្រៃចាអញ្ចឹងយើងត្រូវបំរុកការពារទុកមុនចាហើយចំណុចមួយទៀតគឺពាក់ព័ន្ធនឹងវិស័យកសិកម្មចាវិស័យកសិកម្មឆ្នាំនេះក៏យើងព្យាយាមស្តុកទឹកព្រោះដោយសារប្រឈមនឹងការរាំងស្ងួតដោយសារក្តៅថ្ងៃខ្លាំងពេកគឺវាឲ្យខ្សោះទឹកខ្សោះអញ្ចឹងទៅស្តុកទឹកបើមិនអញ្ចឹងទេវិស័យកសិកម្មយើងនឹងប្រឈមនឹងបញ្ហាខ្វះកង្វះទឹកបាទចានឹងចំណុចនេះជាចំណុចដែលសំខាន់ចាហើយមួយទៀតវាជាចំណុចមួយដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចនៅក្នុងឆ្នាំ2026នេះបើសិនជានៅក្នុងថ្នាក់ដែលសាមញ្ញគេហៅថាមានឱកាសនឹងជារ៉នលុយដើរល្អចាដោយសារតែមានការ start up អ្វីដែលថ្មីឆ្នាំ2026ហ្នឹងណែនាំឲ្យសមាធិច្រើនបាទអញ្ចឹងកន្លែងដែលបើសមាធិអាចនឹងមានភៀវពេញព្រោះដោយសារទាំងយកក៏ភ្លើងឆ្នាំក៏ភ្លើងអញ្ចឹងកាលណាភ្លើងមកគុំគ្នាគឺធ្វើឲ្យមនុស្សឆាប់ឆេវឆាវខ្លាំងណាស់អញ្ចឹងយើងត្រូវការរកកន្លែងរងាប់ផ្លូវចិត្តចាមួយទៀតដែរដែលគាត់បង្ហាញពីយើងត្រូវប្រយ័ត្នសុខភាពស្បែកដោយសារភ្លើងខ្លាំងពេកចាកម្ដៅនឹងឡើងខ្លាំងអញ្ចឹងធម្មតាយើងគិតថា30ជាងអីចឹងទៅនៅក្នុងឆ្នាំ2021អាចនឹង40ជាងទៅដូចអូស្ត្រាលីឆ្នាំខ្លះឡើងដល់50ចាអញ្ចឹងនៅក្នុងឆ្នាំ2026ហ្នឹងគឺកម្រិតកម្ដៅហ្នឹងគឺវាសីតុណ្ហភាពកម្ដៅថ្ងៃហ្នឹងគឺវាឡើងខ្លាំងហើយកាលណាកម្ដៅថ្ងៃឡើងថ្ងៃវាអាចនឹងធ្វើឲ្យខូចស្បែកឬក៏មហារីកស្បែកគឺស្បែកយើងខូចហ្នឹងអញ្ចឹងកន្លែងហ្នឹងឯងដែលខ្ញុំមិនបានសួរថាអញ្ចឹងបងប្អូនដែលគាត់លាប sunscreen ចាបងប្អូនអ្នកគាត់មានអាជីវកម្មលក់អ្នកលក់ sunscreen អញ្ចឹងគាត់នឹងមានឱកាសលេបបានច្រើនចា sunscreen នៅក្នុងឆ្នាំ2026នេះគឺត្រូវការច្រើនហ្មងព្រោះដោយសារបញ្ហាស្បែកមុខក៏ដោយស្បែកទូទៅក៏ដោយគឺទៅការពារ protect ឲ្យមែនទែនព្រោះដោយសារកម្ដៅថ្ងៃកម្ដៅព្រះអាទិត្យនៅក្នុងឆ្នាំ2026នេះគឺវា strong ខ្លាំងចាបាទអរគុណអញ្ចឹងអ្នកគ្រូជាភាសាសង្ខេបរបស់ Senior Master អញ្ចឹងអូខេចាទៀតអញ្ចឹងមួយទៀតចំណុចមួយទៀតពាក់ព័ន្ធនឹងកសិកម្មចាកសិកម្មឆ្នាំ2026នេះមានបញ្ហាដោយសារកណ្ដុរបាទចាសត្វកណ្ដុរចាអញ្ចឹងហើយអាចនឹងថ្នាំសម្លាប់សត្វកណ្ដុរលក់ដាច់ទៀតអីព្រោះតែការសម្លាប់ចាបើស្មាត់តូអ្នកបងប្អូនកសិករចាប់ពីដើមគាត់ច្រើននិយាយថាសត្វចង្រៃអញ្ចឹងយើងត្រូវបំរុកការពារទុកមុនចាហើយចំណុចមួយទៀតគឺពាក់ព័ន្ធនឹងវិស័យកសិកម្មចាវិស័យកសិកម្មឆ្នាំនេះក៏យើងព្យាយាមស្តុកទឹកព្រោះដោយសារប្រឈមនឹងការរាំងស្ងួតដោយសារក្តៅថ្ងៃខ្លាំងពេកគឺវាឲ្យខ្សោះទឹកខ្សោះអញ្ចឹងទៅស្តុកទឹកបើមិនអញ្ចឹងទេវិស័យកសិកម្មយើងនឹងប្រឈមនឹងបញ្ហាខ្វះកង្វះទឹកបាទចានឹងចំណុចនេះជាចំណុចដែលសំខាន់ចាហើយមួយទៀតវាជាចំណុចមួយដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចនៅក្នុងឆ្នាំ2026នេះបើសិនជានៅក្នុងថ្នាក់ដែលសាមញ្ញគេហៅថាមានឱកាសនឹងជារ៉នលុយដើរល្អចាដោយសារតែមានការ start up អ្វីដែលថ្មីចាបង្កើតអ្វីដែលថ្មីនៅក្នុងឆ្នាំ2026នេះច្រើនមានរបបកំហើញថ្មីដូចជាខាងវិទ្យាសាស្ត្រផ្នែកតកតងនឹងថ្នាំក៏រកឃើញប្រភេទថ្នាំដែល special សំខាន់ក្នុងការព្យាបាលក៏អាចរកឃើញនៅក្នុងឆ្នាំ2026នេះដែរ